តែនៅពេលមុនហ្នឹងគ្នារបស់លោកពីក៏អង្គុយមើលពីចម្ងាយផងដែរហើយពួកគាត់ក៏ដឹងដែរថាការដែលរីយ៉ូគូគីយូព្រមដកថយទៅវិញគឺដោយសារតែមានអ្នកចេះប្រើខំក្រហាក់ខីខ្លាំងម្នាក់នៅចាំជួយពីក្រោយចំណែកក្រុមរបស់សែងពួកគាត់ក៏បានត្រឡប់ទៅវិញអត់ចូលលេងជាមួយលូហ្វីសិនទេបន្ទាប់ពីការប៉ះទង្គិចគ្នានៅលើកនោះសមាជិកពីរនាក់គឺរ៉ៃសូហើយនិងស៊ីណូប៊ូត្រូវបានរីយ៉ូគូគីយូស្រូបជីវជាតិហើយនិងជាតិទឹកអស់ប៉ុន្តែគ្រូពេទ្យប្រាប់ថាពួកគាត់ទាំងពីរអត់មានគ្រោះថ្នាក់ដល់ជីវិតទេគ្រាន់តែប៉ះប៉ូវជីវជាតិហើយនិងជាតិទឹកចូលទៅក្នុងខ្លួនវិញទៅទៀតលែងអីហើយការទៅមើលរ៉ូប៊ីនបន្តិចពេលនេះស៊ូគីយ៉ាគីចង់នាំនាងទៅមើលរបស់មួយហើយចៃដន្យឡក៏បានដើរទៅដល់ទីនោះផងដែរអញ្ចឹងពួកគេក៏ទៅមើលជាមួយគ្នាពេលចុះទៅបន្ទប់ក្រោមដីនោះបានមកស្ទុះរ៉ូប៊ីនចាប់អារម្មណ៍ថាមានពលឺចាស់ចូលពីបង្អួចមួយហើយនៅពេលដែលនាងនឹងឡទៅអើតមើលឃើញថានៅបាតទឹកមានទីក្រុងចាស់មួយស៊ូគីយ៉ាគីប្រាប់ថានោះគឺជាទឹកដីវ៉ាណូកាលពី800ឆ្នាំមុនកាលពីជាង800ឆ្នាំមុនទឹកដីវ៉ាណូស្ថិតនៅជើងភ្នំដ៏ធំមួយឈ្មោះ Fujiyama ក្រោយមកគេបានសង់ជញ្ជាំងកំផែងព័ទ្ធជុំវិញវ៉ាណូហើយបរិមាណទឹកភ្លៀងរាប់រយឆ្នាំបានធ្វើឲ្យវ៉ាណូចាស់ជន់លិចក្រោយមកទៀតប្រជាជនបានរើមកនៅខាងលើរហូតដល់សប្តាហ៍ថ្ងៃបន្តមកស៊ូគីយ៉ាគីបាននាំរ៉ូប៊ីននិងឡទៅដល់គោលដៅហើយនៅក្នុងបន្ទប់សម្ងាត់នោះមានសាលាចរិតផុសនៃកលិពណ៌ក្រហមមួយផ្ទាំងស៊ូគីយ៉ាគីប្រាប់ថាបន្ទប់នេះនៅក្នុងលអាងជើងក្រុម Fujiyama នៅកន្លែងដែលទឹកចូលអត់បានហើយគាត់និយាយទៀតថាអាវុធ Pluton ជាប់ពីបន្ទប់នឹងទៅជ្រៅបន្តិចទៀតខ្លួនគាត់ផ្ទាល់ក៏គាត់អត់ដែរឃើញអាវុធនឹងដែរហើយនៅពេលនេះគាត់មិនអាចបង្ហាញរ៉ូប៊ីននិងឡឲ្យបានឃើញទេព្រោះបើសិនជាចង់ឃើញវាតើតើកំទេចរបងកំផែងដែលការពីទឹកដីវ៉ាណូនឹងចោលសិនទើបបានមានន័យថាត្រូវបើកទឹកដីវ៉ាណូឲ្យប្រទេសនានាចេញចូលដោយសេរីហើយធ្វើអញ្ចឹងវាអាចបង្កហានិភ័យដល់ទឹកដីវ៉ាណូស៊ូគីយ៉ាគីអត់ដឹងទេថាអូដិនទៅជាមួយនឹងកូឌីរ៉យជើបានឃើញអីទេបានជាពេលត្រឡប់មកវិញចង់បើកទឹកដីវ៉ាណូអញ្ចឹងបន្តមកស៊ូគីយ៉ាគីបានត្រឡប់ទៅជួបជុំជាមួយនឹងចៅរបស់គាត់វិញហើយម៉ូម៉ូនិងហ៊ីយូរីរំភើបចិត្តណាស់ពេលដឹងថាតារបស់ពួកគេនៅរស់អញ្ចឹងប៉ុន្តែស៊ូគីយ៉ាគីបានហាម៉ូម៉ូនិងក្រុមអាកាសាយ៉ាមិនឲ្យប្រាប់ប្រជាជនថាគាត់នៅរស់ទេតាមទៅមើលរ៉ូប៊ីននាងបានយកព័ត៌មានទាក់ទងជាមួយនឹងអាវុធ Pluton នៅខាងក្រៅវ៉ាណូនឹងទៅប្រាប់គ្នារបស់នាងបើតាមពួកគេដឹងអាវុធ Pluton នឹងគឺជានាវាចម្បាំងដែលល្បីថាខ្លាំងបាញ់តែមួយគ្រាប់អាចកំទេចកោះមួយបានហើយនៅពេលដែល Robin សួរ Luffy ថាចង់បានអត់ Luffy ដូចជាអត់សូវចាប់អារម្មណ៍ទេនៅពេលនោះស្រាប់តែមាននិន្ចាស្រីម្នាក់បានបំបាំងកាយទៅដល់ទីនោះដំបូងឡើងគ្នារបស់ Luffy មើលអត់ស្គាល់ទេដែលតាមការពិតនោះនាងគឺ Shinobu You're so lovely it shocked me right down to my bone Whatever happened to you I love it បន្តមកដល់ថ្ងៃចាក់ចេញពីវ៉ាណូ Luffy ខៀតហើយនិងឡបានរើយកថ្ងៃចេញទៅចំថ្ងៃតែមួយជាមួយគ្នាហើយអត់មាននរណាព្រមដូរថ្ងៃទេចាប់ពីពេលនេះតទៅសម្ព័ន្ធមិត្តរបស់ពួកគេត្រូវបានរំសាយបានន័យថាជួបគ្នាលើក្រោយពួកគេជាសត្រូវនឹងគ្នាហើយដើម្បីកុំឲ្យចេញទៅប៉ះគ្នាខៀតបានឲ្យយោបល់ថាពួកគេគួរតែជ្រើសរើសទិសដៅខុសគ្នាតាមទំនិញរបស់ Lock Post បន្តមកខៀតបានលើកយក poster របស់ Baki ឡើងមកនិយាយគាត់អត់ជឿសោះថា Baki អាចក្លាយទៅជា Emperor បានហើយបើមើលតាមរូបនៅ poster ក្របកណ្ដាលហើយនិង Mihawk គឺជាកូនចៅរបស់គាត់ស្ដាប់មើលទៅគ្មានអ្នកណាចង់ជឿទេប៉ុន្តែបើសិនជា Baki មានវិធីយក Mihawk និងក្របកណ្ដាលធ្វើជាកូនចៅរបស់គាត់វាអាចដែរគិតដឹងទៀតថាក្រុមហ៊ុនរបស់ Baki បច្ចុប្បន្នមានឈ្មោះថា Cross Skill ហើយសប្តាហ៍ថ្ងៃហ្នឹងក្រុមហ៊ុនហ្នឹងមានលុយដល់ថ្នាក់ទៅជួលគេឲ្យសម្លាប់ Marine ចោលទៀតកាលមុនមានតែចោលសមុទ្រទេមានតម្លៃខ្លួនឥឡូវកង Marine ក៏មានតម្លៃខ្លួនដែរបន្តមកឡបានចែកកណ្ដាលគប់ពីអសរនៅលើផននៃកលីពណ៌ក្រហមឲ្យគិត